មេរៀនទី1ជំងឺរលាកថ្លើមប្រភេទ B សួស្តីសូមស្វាគមន៍ការមកកាន់មេរៀនទី1ស្ដីពីជំងឺរលាកថ្លើមប្រភេទ B ជំងឺរលាកថ្លើមប្រភេទ B គឺជាជំងឺបង្កឡើងដោយវីរុសមួយប្រភេទដែលចូលទៅប៉ះពាល់ដល់ថ្លើមរបស់យើងជំងឺថ្លើមគឺជាបញ្ហាសុខភាពសាធារណៈដ៏ធំមួយហើយអាចនាំឲ្យមានផលប៉ះពាល់ធ្ងន់ធ្ងរដល់អាយុជីវិតជាពិសេសគួរឲ្យបារម្ភនោះគឺទារកដែលឆ្លងមេរោគនេះអំឡុងពេលកើតសម្រាលស្ទើរតែទាំងអស់ 90% នឹងក្លាយទៅជាអ្នកផ្ទុកមេរោគរ៉ាំរ៉ៃការផ្ទុកមេរោគរ៉ាំរ៉ៃនេះគឺបង្កហានិភ័យខ្ពស់នៃជំងឺធ្ងន់ធ្ងរនាពេលអនាគតជំងឺនេះមានដូចជាជំងឺក្រិនថ្លើមអាចឈានទៅដល់មហារីកថ្លើមទៀតផងនៅក្នុងមេរៀននេះយើងនឹងពិភាក្សាលម្អិតនៅលើចំណុចសំខាន់ដូចខាងក្រោមនិយមន័យនិងរបៀបឆ្លងរោគសញ្ញានិងផលវិបាកការព្យាបាលនិងការការពារតោះចាប់ផ្ដើមទាំងអស់គ្នាមានសុខសាន្តដល់វ៉ាក់សាំងជាជំហានដ៏រឹងមាំ